បងប្អូនជាទីមេត្រីនេះជាសកម្មភាពនៃការចម្លៀសខ្លួនរបស់ជនជាតិដែលនៅខាងអូស្មាច់បងប្អូនណាខាងអូស្មាច់គាត់បានចម្លៀសខ្លួនទៅរកទីទួលនៃការសវត្ថភាពរបស់គាត់វិញហើយបងប្អូនឃើញច្រើនមែនទែនបាទច្រើនកកមែនទែនបងប្អូនណាខ្ញុំមិនដឹងថាតើត្រូវសម្ភាសគាត់មិនទេដោយសារតែយើងវាអត់ចេះភាសាជនជាតិបងប្អូនឃើញទេបងប្អូនអូយបងប្អូនច្រើនបាទច្រើនមែនទែនហើយខាងប៉ានីស្ថានណាបង់ឡាដេអូបងប្អូនជនជាតិបង់ឡាដេអូបង់ឡាដេអូខេសុខសប្បាយបង់ឡាដេបងប្អូនអូសុខសប្បាយបងប្អូនជាទីមេត្រីនេះគឺជាទស្សនវិជ្ជានៃការបងប្អូនជនជាតិបង់ឡាដេខ្មែរបងខ្មែរបាទបងប្អូនសុខសប្បាយបង់ឡាដេអូខេសុខសប្បាយនេប៉ាល់អូខេបង់ឡាដេអូខេបងប្អូននេះជាទស្សនវិជ្ជានៃការគាត់ចម្លៀសខ្លួនទៅកន្លែងទីទួលនៃការសវត្ថភាពអូខេបងប្អូនជាទីមេត្រីបានឃើញហើយទស្សនវិជ្ជានៃអ្វីដែលខ្ញុំបានរាយការណ៍ជូនបងប្អូនប្រកាសជាបានឃើញហើយគាត់កំពុងតែទៅរកកន្លែងរថយន្តដើម្បីជិះទៅរកកន្លែងទីទួលនៃសវត្ថភាពហើយខ្ញុំមិនមានអីច្រើនទេគ្រាន់តែចង់លម្អិតជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងថានៅច្រកអូស្មាច់គឺចម្លៀសមនុស្សចេញទាំងអស់ទាំងជនជាតិទាំងខ្មែរទាំងអីគឺចម្លៀសចេញទាំងអស់ហើយបងប្អូនណាខ្ញុំបាទមាសសារ៉ាមាត់អរហាសម្ដីត្រង់ក៏សូមបញ្ចប់នៅសេចក្តីរាយការណ៍ជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងបាទសូមអរគុណ